group จะได้สู้បងប្អូនទាំងគ្នាថ្ងៃនេះគឺនាំបងប្អូនទៅមើលការភ្ញាស់តុងទៀតបងប្អូនដោយថ្ងៃនេះគឺកន្លែងខ្ញុំភ្ញាស់បងប្អូនហើយនេះគឺពងកន្លែងដាក់ពងមកយើងបងប្អូននេះបងឃើញពងនៅក្នុងហើយបងគឺពងគឺយើងដាក់វាមានអុកស៊ីហ្សែនបែបហ្នឹងឯងហើយនេះគឺកូនដែលញាស់ចេញមកគឺវាចេញមកក្រៅបែបហ្នឹងគឺយើងក៏ដាក់ជំរកឲ្យវាដដែលដែរដើម្បីវាស្គាល់ជំរកស្គាល់កន្លែងទុំស្គាល់កន្លែងតោងហើយនេះគឺកូនទុំដែលយើងញាស់បានមកទឹកហ្នឹងបងសម្រាប់បងប្អូនយើងដែលគាត់ចង់ភ្ញាស់ទុំបងប្អូនមួយចំនួនក៏តែងតែចង់ភ្ញាស់ទុំចង់អត់ចង់ចិញ្ចឹមកូនទេតែចង់ភ្ញាស់កូនយកមកបងប្អូនអាចភ្ញាស់បានបងប្អូនទាមទារបងប្អូនមានបច្ចេកទេសក្នុងការភ្ញាស់ហើយការភ្ញាស់នេះវាយើងមើលទៅសាមញ្ញបងប្អូនងាយស្រួលទេតែនៅពេលដែលយើងធ្វើបានដឹងថាវាមិនមែនជាការងាយស្រួលទេបងប្អូនវាមិនមែនងាយស្រួលដូចយើងគិតទេបងប្អូនតែបើយើងមើលទៅវាធម្មតាសាមញ្ញអាចងាយស្រួលក្នុងការធ្វើតែតាមពិតគឺមិនងាយស្រួលទេបងប្អូនព្រោះថានៅពេលដែលវាញាស់បងប្អូនគឺទូចៗបែបហ្នឹងទូចបែបហ្នឹងឯងអញ្ចឹងហើយគឺទាមទារការមើលថែខ្ពស់មែនទែនហើយមួយវិញទៀតគឺវាពិបាកក្នុងការផ្ដល់ចំណីហើយការផ្ដល់ចំណីឲ្យយើងផ្ដល់បានត្រឹមត្រូវនេះក៏អន្ទង់យើងមានបញ្ហាដែរហើយតើទៅនឹងការផ្ដល់ចំណីបែបនេះគឺក៏បីបងប្អូនផ្ដល់ឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតបច្ចេកទេសយើងមានវិធីយើងដាក់ចំណីឲ្យវាស៊ីបែបម៉េចហើយការផ្លាស់ប្ដូរទឹកបែបម៉េចកុំឲ្យវាមានបញ្ហាព្រោះថាតុងទូចបែបនេះគឺវាងាយឆ្លងជំងឺបងងាយឆ្លងជំងឺមែនទេសំបីតែតុងដែលយើងទៅនឹងភ្ញាស់ហើយនេះក៏វាងាយឆ្លងជំងឺដូចគ្នាបងនៅពេលដែលវាឆ្លងជំងឺគឺវាឈឺវាស្លាប់ហើយបងអញ្ចឹងហើយទៅធ្វើឲ្យយើងនឹងពិបាកទាមទារយើងនឹងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើវាបើយើងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើវាទេគឺធ្វើវាអត់ចេញទេបងហើយអ្វីដែលសំខាន់នោះគឺrấtសំខាន់នៅលើការឲ្យចំណីក៏ដូចជាការប្រើថ្នាំមិនមែនអត់ប្រើថ្នាំទេបងប្អូនគឺប្រើថ្នាំបងប្អូនអត់ប្រើថ្នាំវាអត់រស់ទេគុណទុំទីបែបនេះក្រៅតែវាឆ្លងជំងឺហើយក៏វាងាប់ហើយពួកយើងពិបាកក្នុងការប្រើថ្នាំឲ្យវាស៊ីទុំប៉ុណ្នេះវាខ្លះស៊ីចំណីខ្លះមិនស៊ីចំណីហើយសួរថាពេលដែលភ្ញាស់ទៅមានបញ្ហាងាប់អត់មានបងប្អូននេះបងឃើញអសសហ្នឹងគឺវាក្នុងកញ្ច្រែងនេះវាងាប់ហើយថ្លានៅខាងក្រៅនេះគឺវារស់ចឹងអត្រាងាប់របស់វាក៏វាមានច្រើនគួរសមដែរវាមិនមែនរស់ទាំងអស់ទេបងប្អូនចឹងហើយទាមទារមានបច្ចេកទេសថែទាំខ្ពស់មែនទេបាទហើយសម្រាប់បងប្អូនដែលត្រូវការពូជអន្ទង់ទៅអញ្ចឹងបងប្អូនយើងមានຂະຫນາດ4លី6លី8លីតែភាគច្រើនបងប្អូនគួរតែចិញ្ចឹមຂະຫນາດ6លីទៅបងប្អូនដែលយើងក្នុង1គីឡូវា700កូនហ្នឹងຂະຫນາດហ្នឹងគឺងាយស្រួលចិញ្ចឹមបើទូចបែបនេះគឺពិបាកចិញ្ចឹមបងប្អូនពិបាកក្នុងការមើលថែមែនទេហើយបងប្អូនត្រូវការអាចតំណងបានយើងអាចផ្ញើបាន25ខេត្តក្រុងហើយយើងបង្រៀនបច្ចេកទេសក្នុងការចិញ្ចឹមយើងបង្រៀនផ្នែកបច្ចេកទេសក្នុងការចិញ្ចឹមនេះបងប្អូនបច្ចេកទេសភ្ញាស់ប្រកាត់ពូជនេះយើងអត់បង្រៀនទេបាទអរគុណបងប្អូនហើយសម្រាប់បងប្អូនដែលចូលទស្សនាមកជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៅនឹងការចិញ្ចឹមទងផងដែរបាទ